បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញឬក៏ពីរបៀបក្នុងការឆែកទៅលើតើកុំព្យូទ័ររបស់យើងនឹងបានបំពាក់នៅប្រភេទអេក្រង់បែបណាហើយលក្ខណៈវាជាប្រភេទ HD Full HD 2K 4K អីបងប្អូនអាចឆែកជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ទិញ laptop ហើយតើដឹងថា laptop គាត់នៅកម្រិតច្បាស់ប៉ុណ្ណាលក្ខណៈ resolution របស់វាបានប៉ុណ្ណាអីគឺថាបងប្អូនចូលចែកជាមួយខ្ញុំទាំងគ្នាអូខេអញ្ចឹងមកខាត់ពីលេយូយើងចូលទៅកាន់ទៅលើបងប្អូនគាត់តែចុចទៅលើពាក្យថាចុចទៅលើ desktop យើងគាត់តែចុចទៅលើ mouse ស្ដាំបងប្អូន mouse ស្ដាំហើយបងប្អូនយកពាក្យ display setting អញ្ចឹងបងប្អូនចុចទៅលើហ្នឹងទៅអូខេអញ្ចឹងមកដល់ចំណុចនេះកន្លែងនេះគឺយើងអាចទៅបិទបើកពន្លឺបានគឺវាស្រួលទេហើយបន្តទៀតកន្លែងនេះគឺយើងបើកពន្លឺការពារភ្នែកនៅពេលយប់អីចឹងទៅយើងចង់ឲ្យវាភ្លឺខ្លាំងឬក៏សាច់ភ្លឺខ្លាំងបងប្អូនអាចបិទបើកកន្លែងនេះបានហើយក្នុងហ្នឹងបងប្អូនអាចកំណត់បាននៅ color ដែលយើងចង់ឲ្យក្រហមខ្លាំងហើយចឹងទៅក៏ដើម្បីការពារភ្នែកយើងចឹងបងប្អូនហើយបន្តមកទៀតទៅប្រភេទដែលយើងចង់ដឹងថាអេក្រង់របស់យើងហ្នឹងបានរហូតដល់កម្រិតប៉ុណ្ណាអូខេបងប្អូនគ្រាន់តែចុចទៅលើនេះទៅអញ្ចឹងវានឹងសូមកថា19 20 គុណនឹង18អូខេ19 20គុណនឹង18 resolution អូខេអញ្ចឹងមានថាកម្រិតមួយនេះគឺស្ថិតនៅជាប្រភេទ Full HD ជាប្រភេទកញ្ចក់ Full HD ដែលបងប្អូនអាចមើលពីចង្ហៀងក៏បានមើលខាងក្រោមក៏បានអីគឺវា full អូខេអញ្ចឹងបើបងប្អូនឃើញ19 គុណនឹង18នេះថាគុំស្ទើរប្រកបនៅកម្រិតរហូតដល់ Full HD ច្បាស់ល្អអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់ទិញ laptop អាចយកជាជំរើស Full HD ទៅដើម្បីងាយស្រួលគឺងាយស្រួលមែនទែនហើយកម្រិតនេះជាប្រភេទ HDR ទៀតអូខេគឺល្អមែនទែនបងប្អូនឬក៏បងប្អូនអាចមើលបានអានេះជាទំហំរបស់វាបើ 2K វាអាចនឹង2000ជាង2000 2K វាចូល4000ជាងបងប្អូនអូខេអញ្ចឹងនៅកម្រិតនេះវាលក្ខណៈជាប្រភេទ Full HD គឺជាកម្រិតមួយដែលបងប្អូនទិញទៅរៀនទិញទៅអីគឺថាវាស្រួលមែនទែនវាកញ្ចក់របស់វាគឺថាច្បាស់ក្នុងការមើលទាំងពេលយប់ទាំងពេលថ្ងៃអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងនៅប្រភេទបែបណាទៀតអាចខមមិនខាងក្រោមបានជួបគ្នានៅវីដេអូក្រោយបាយបាយ